ឃើញវីដេអូគេនេះដាក់បាញ់ត្រាំងជាមួយនឹងទឹកដូងហើយគេថារសជាតិវាឆ្ងាញ់ដូចស៊ុបបាញ់ត្រាំងទឹកដូងតោះមកសាកធ្វើទាំងអស់គ្នាតែដំបូងឡើយយើងហែកសបកបាញ់ត្រាំងជាពីរបន្តមកទៀតយើងយកទឹកដូងដែលយើងពុះរួចហ្នឹងហើយបកមាត់វាឲ្យយើងធំតិចទៅដើម្បីយើងយកបាញ់ត្រាំងហ្នឹងញាត់ចូលទៅក្នុងទឹកដូងនេះទឹកច្រើនអ្នកនរគ្នាហើយខ្ចីល្អទៀតតែបន្តមកទៀតយើងយកសបកបាញ់ត្រាំងហ្នឹងមូលវាជា3ជា4ផ្នត់ទៅតែមូលប៉ុណ្ណឹងហើយយើងដាក់ចូលត្មងទៅអញ្ចឹងលឿនណាមិនបាច់ហែកឲ្យវែងឆ្ងាយទេធ្វើតាមខ្ញុំអញ្ចឹងលឿនអ្នកនរគ្នាដាក់ទាំងមូលអញ្ចឹងហ្មងទៅហើយបត់ជា2ជា3ទុកវាចូលទៅហើយទុកវាចោលតាម1នាទីទេហើយយើងយកចង្កឹះយកមកកូរវាសប់ទៅបាទរួចជាស្រេចនៅពេលនេះស៊ុបបាញ់ត្រាំងយើងចេញជារូបរាងហើយបាទធ្វើការភ្លក់ទាំងអស់គ្នាមើលឃើញតំណងហើយអ្នកនរគ្នាចេញមកចង្វាយធំទៀតអ្នកនរគ្នាមាត់ខ្ញុំធំហ្នឹងល្មមសាក់ដំបងហ្នឹងវាអត់ដឹងរសជាតិស្អីអ្នកនរគ្នាអាបាញ់ត្រាំងផ្សេងអាទឹកដូងផ្សេងពេលយូរទៅវាដូចជាស្អីមួយយ៉ាងមិនទេបាទលេបអត់ទៅទីគឺស្អិតកំពុងករឹកណាឲ្យចេញមកវិញសរុបមកកុំចាញ់បោកគេអ្នកនរគ្នាអត់ឆ្ងាញ់ទេអាទឹកដូងហ្នឹងគឺយើងផឹកវិញល្អជាងសូមអរគុណ